តើអ្នកធ្លាប់សោកស្ដាយនឹងពាក្យមួយម៉ាត់ដែលអ្នកបាននិយាយពេលកំពុងខឹងដែរឬទេតើអ្នកធ្លាប់បាត់បង់ឱកាសល្អព្រោះតែអារម្មណ៍មួយផ្លែតដែលអ្នកមិនអាចគ្រប់គ្រងបានដែរឬទេជីវិតមនុស្សភាគច្រើនមិនមែនបរាជ័យដោយសារតែខ្វះចំណេះដឹងឬខ្វះសមត្ថភាពនោះទេប៉ុន្តែបរាជ័យដោយសារតែមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនមនុស្សដែលជោគជ័យមិនមែនជាមនុស្សដែលមិនធ្លាប់ខឹងមិនធ្លាប់ភ័យឬមិនធ្លាប់ឈឺចាប់នោះទេពួកគេគ្រាន់តែដឹងថាត្រូវគ្រប់គ្រងអារម្មណ៍ទាំងនោះយ៉ាងដូចម្តេចថ្ងៃនេះយើងនឹងស្វែងយល់ពីអំណាចនៃការគ្រប់គ្រងអារម្មណ៍និងរបៀបដែលវាអាចផ្លាស់ប្ដូរជីវិតរបស់អ្នកទាំងស្រុងផ្នែកទី1អារម្មណ៍គឺជាមិត្តមិនមែនជាសត្រូវអារម្មណ៍គឺជាផ្នែកធម្មជាតិរបស់មនុស្សការខឹងការភ័យការសប្បាយការសោកសៅសុទ្ធតែជាអារម្មណ៍ធម្មតាបញ្ហាមិនមែននៅត្រង់ថាយើងមានអារម្មណ៍អ្វីនោះទេប៉ុន្តែនៅត្រង់ថាយើងអនុញ្ញាតឲ្យអារម្មណ៍គ្រប់គ្រងយើងឬយើងជាអ្នកគ្រប់គ្រងអារម្មណ៍ដូចជាភ្លើងអាចចម្អិនអាហារបានប៉ុន្តែភ្លើងក៏អាចដុតផ្ទះបានដែរអារម្មណ៍ក៏ដូចគ្នាផ្នែកទី2ហេតុអ្វីការគ្រប់គ្រងអារម្មណ៍សំខាន់គ្រប់ការសម្រេចចិត្តធំក្នុងជីវិតតែងតែតាក់ទងនឹងអារម្មណ៍ការជ្រើសរើសការងារការរៀបការរកស៊ីការវិនិយោគការចិញ្ចឹមកូនបើអ្នកសម្រេចចិត្តពេលកំពុងខឹងអ្នកអាចបំផ្លាញទំនាក់ទំនងដែលបានកសាងអស់ជាច្រើនឆ្នាំបើអ្នកសម្រេចចិត្តពេលភ័យអ្នកអាចបោះបង់ឱកាសដែលមិនអាចត្រឡប់មកវិញដូច្នេះមុននឹងសម្រេចចិត្តសួរខ្លួនឯងថាតើខ្ញុំកំពុងគិតដោយហេតុផលឬដោយអារម្មណ៍ផ្នែកទី3មនុស្សខ្លាំងពិតប្រាកដមនុស្សជាច្រើនគិតថាមនុស្សខ្លាំងគឺអ្នកដែលអាចឈ្នះអ្នកដទៃប៉ុន្តែមនុស្សខ្លាំងពិតប្រាកដគឺអ្នកដែលអាចឈ្នះចិត្តខ្លួនឯងការមិនតបតពេលគេជេរការញញឹមពេលជួបបញ្ហាការអត់ធ្មត់ពេលរងសម្ពាធទាំងនេះជាសញ្ញានៃភាពរឹងមាំផ្លូវចិត្តផ្នែកទី4ឧទាហរណ៍ជាក់ស្ដែងមានបុរស2នាក់ធ្វើការនៅក្រុមហ៊ុនតែមួយថ្ងៃមួយថៅកែរិះគន់អ្នកទាំងពីរម្នាក់ខឹងយ៉ាងខ្លាំងគាត់ស្រែកដាក់ថៅកែចុងក្រោយគាត់បាត់បង់ការងារម្នាក់ទៀតស្ដាប់ដោយស្ងប់ស្ងាត់គាត់កត់សម្គាល់នៅអ្វីដែលអាចកែលម្អមួយឆ្នាំក្រោយគាត់ត្រូវបានតែងតាំងជាប្រធានផ្នែកភាពខុសគ្នាមិនមែននៅត្រង់សមត្ថភាពប៉ុន្តែនៅត្រង់ការគ្រប់គ្រងអារម្មណ៍ផ្នែកទី5វិធីគ្រប់គ្រងអារម្មណ៍1ឈប់មួយផ្លែតមុនឆ្លើយតប2ដកដង្ហើមវែង3កុំសម្រេចចិត្តពេលខឹង4សរសេរអារម្មណ៍របស់ខ្លួន5ហាត់សមាធិ6ហាត់ប្រាណជាប្រចាំ7គេងឲ្យបានគ្រប់គ្រាន់8កាត់បន្ថយការប្រើប្រាស់បណ្ដាញសង្គមដែលបង្កភាពតានតឹង9រៀនអភ័យទោស10ផ្ដោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបានផ្នែកទី6អារម្មណ៍និងភាពជោគជ័យអ្នកដឹកនាំល្អមិនមែនជាអ្នកដែលមិនធ្លាប់ខឹងទេប៉ុន្តែជាអ្នកដែលមិនឲ្យកំហឹងបំផ្លាញការសម្រេចចិត្តអ្នករកស៊ីជោគជ័យមិនមែនជាអ្នកមិនធ្លាប់ខាតទេប៉ុន្តែជាអ្នកដែលមិនឲ្យការភ័យខ្លាចបញ្ឈប់ការព្យាយាមអ្នកដែលមានគ្រួសាររឹងមាំមិនមែនគ្មានចំនួនទេប៉ុន្តែពួកគេចេះនិយាយគ្នាដោយស្ងប់ស្ងាត់និងគោរពគ្នាទៅវិញទៅផ្នែកទី7កំហុសដែលមនុស្សពិចារណាធ្វើមនុស្សជាច្រើនគិតថាការគ្រប់គ្រងអារម្មណ៍គឺការលាក់ទុកអារម្មណ៍តាមពិតវាមិនមែនដូច្នោះទេការគ្រប់គ្រងអារម្មណ៍គឺការទទួលស្គាល់អារម្មណ៍របស់ខ្លួនប៉ុន្តែមិនអនុញ្ញាតឲ្យវាគ្រប់គ្រងសកម្មភាពរបស់យើងផ្នែកទី8មេរៀនពីជីវិតពេលអ្នកខឹងសូមនៅស្ងៀមបន្តិចពេលអ្នកសោកសៅកុំប្រញាប់សម្រេចចិត្តពេលអ្នកសប្បាយខ្លាំងក៏កុំសន្យាអ្វីដោយមិនគិតដែរមនុស្សដែលរស់នៅដោយតុល្យភាពអារម្មណ៍តែងតែមានឱកាសធ្វើការសម្រេចចិត្តបានល្អជាងនៅចុងបញ្ចប់អ្នកមិនអាចគ្រប់គ្រងអ្វីទាំងអស់ដែលកើតឡើងក្នុងជីវិតបានទេប៉ុន្តែអ្នកអាចជ្រើសរើសរបៀបឆ្លើយតបចំពោះវាហើយការជ្រើសរើសនោះនឹងកំណត់ថាអ្នកនឹងក្លាយជាមនុស្សបែបណាសូមចងចាំថាអ្នកដែលឈ្នះអ្នកដទៃអាចមានអំណាចប៉ុន្តែអ្នកដែលឈ្នះអារម្មណ៍ខ្លួនឯងមានសេរីភាពប្រសិនបើវីដេអូនេះមានប្រយោជន៍សម្រាប់អ្នកសូមចុច like subscribe និង share ដើម្បីឲ្យមនុស្សកាន់តែច្រើនបានរៀនពីអំណាចនៃការគ្រប់គ្រងអារម្មណ៍សូមអរគុណសម្រាប់ការទស្សនាហើយជួបគ្នាក្នុងវីដេអូបន្ទាប់